កុំព្យាយាមធ្វើការច្រើនមុខក្នុងពេលតែមួយគន្លឹះជោគជ័យគឺជាការផ្ដោតអារម្មណ៍របស់យើងទៅលើរឿងអ្វីដែលយើងចង់បានមិនមែនផ្ដោតទៅលើអ្វីដែលយើងខ្លាចនោះទេពេលអ្នកចេះរស់នៅក្នុងរឿងសាមញ្ញបែបនេះជីវិតរបស់អ្នកមានអត្ថន័យមិនធម្មតានោះទេបើអ្នករស់នៅសពថ្ងៃមិនសប្បាយចិត្តដោយមានភាពស្មុគស្មាញបញ្ហាការងារនិងមានអារម្មណ៍ថាជីវិតខ្លួនមួយនេះរស់គ្មានន័យអ្វីសោះដល់ពេលដែលអ្នកត្រូវធ្វើរឿងតូចទាំងនេះតែវាមានអត្ថន័យមានសុភមង្គលនិងធ្វើឲ្យរីករាយនៅក្នុងការងាររបស់អ្នករឿងទី1ដែលអ្នកចាំបាច់ត្រូវធ្វើបំផុតនោះគឺអារម្មណ៍អរគុណថ្ងៃថ្មីដែលបានចូលមកដល់នៅក្នុងព្រឹកពេលនេះបើថ្ងៃស្អែកអ្នកស្លាប់ទៅថ្ងៃថ្មីនៅក្នុងពេលព្រឹកនេះតើអ្នកចង់ធ្វើអ្វីជាងគេវាជាសំណួរមួយដាស់សតិរបស់អ្នកហេតុអ្វីអ្នកមិនរីករាយនៅក្នុងថ្ងៃនេះឲ្យអស់ដៃទៅជីវិតរបស់អ្នកនៅក្នុងថ្ងៃនេះគឺវាជាជំរើសរបស់អ្នកនៅមកបន្ទាប់អ្នកគួរតែរីករាយជាមួយនឹងការអានសៀវភៅនិងផឹកកាហ្វេមួយកែវពេលអ្នករីករាយជាមួយនឹងរឿងតូចបែបនេះផ្លូវចិត្តរបស់អ្នកគឺមានក្តីសុខខ្លាំងណាស់នេះហើយជាអត្ថន័យនៅក្នុងជីវិតដែលអ្នកព្យាយាមអនុវត្តនៅរឿងតូចបែបនេះរាល់ថ្ងៃសូម្បីតែខួរក្បាលរបស់អ្នកក៏បានដកភាពស្មុគស្មាញនិងកាត់ stress បាត់ផងដែរសម្រាប់ខ្ញុំរសជាតិក្លិននៃការឆុងកាហ្វេនិងអារម្មណ៍អានសៀវភៅនៅក្នុងដៃរបស់ខ្ញុំនៅពេលព្រឹកវាជាវេទមន្តដែលជប់ផ្លូវចិត្តរបស់ខ្ញុំឲ្យមានក្តីសុខខ្លាំងណាស់បើអ្នកធ្វើដូចខ្ញុំអ្នកនឹងមានក្តីសុខហើយដាស់អារម្មណ៍រីករាយជាមួយការងារបន្ថែមទៀតផងភាពរីករាយជាមួយម៉ោងការងារដែលអ្នកផ្ដោតអារម្មណ៍មិនមែនជាម៉ោងធ្វើលេងធ្វើឲ្យតែរួចពីដៃនោះទេនេះបើតាមលោក Brand Tracy បានលើកឡើងថាគន្លឹះជោគជ័យគឺជាការផ្ដោតអារម្មណ៍របស់យើងទៅលើរឿងអ្វីដែលយើងចង់បានមិនមែនផ្ដោតទៅលើអ្វីដែលយើងខ្លាចនោះទេការផ្ដោតអារម្មណ៍ធ្វើឲ្យអ្នកស៊ីជម្រៅដោយលំហូរចិត្តនៅក្នុងការងាររបស់អ្នកដោយលំហូរចិត្តរីករាយនៅក្នុងការងារកុំព្យាយាមធ្វើការច្រើនមុខក្នុងពេលតែមួយវាជាការរំខានអារម្មណ៍របស់អ្នកទៅវិញទេមានរឿងតូចមួយទៀតដែលជាគ្រាប់ពូជបណ្ដុះសមត្ថភាពរបស់អ្នកឲ្យរីកចម្រើននោះគឺការរៀនសូត្រតាមកតិបណ្ឌិតរបស់លោកខុងជឺដែលជាអ្នកប្រាជ្ញចិនបានពោលថាកិច្ចការមួយដែលធ្វើឲ្យខ្ញុំមិនចេះធុញមិនចេះអស់កម្លាំងពេញមួយថ្ងៃនោះគឺការរៀនសូត្រអ្នកសាកសង្កេតមើលថាអ្នកដែលមានសមត្ថភាពពូកែនិងរីករាយនៅក្នុងជីវិតនោះគឺសុទ្ធសឹងតែជាបុគ្គលដែលស្រឡាញ់ការរៀនសូត្រព្រោះចំណេះដឹងបានកើតចេញពីការរៀនសូត្រដែលធ្វើឲ្យជីវិតរបស់គេមានអត្ថន័យនិងធ្វើការកាន់តែមានគុណតម្លៃទ្វេដង